នាងខ្ញុំឈ្មោះឌីផនភិរមកម្រងអាជីវកម្មរបស់នាងខ្ញុំគឺផ្ដល់សេវាកម្មផ្នែកថែទាំសុខភាពតាមផ្ទះជាពិសេសចាហើយនាងខ្ញុំមានកំណត់ព្រួយផ្ដើមអាជីវកម្មនេះក្នុងរយៈពេល7ឆ្នាំហើយប៉ុន្តែមិនដែលបានចាប់ផ្ដើមទេតែនាងខ្ញុំមកបានស្គាល់នៅ We Create នាងខ្ញុំចាប់ផ្ដើមធ្វើអាជីវកម្មរៀបចំផែនការធ្វើអាជីវកម្មនេះហើយនៅមកដល់ We Create អ្វីដែលខ្ញុំបានរៀននៅ We Create គឺការបង្កើត team ការចូលដល់ទីផ្សារការចាប់ផ្ដើមដោយរបៀបណាបើសិនជាយើងមានដើមទុនតិចគឺ bootstrap ហើយនឹងតកតងនឹងផ្នែកច្បាប់ផងដែរហើយតកតងនឹងការផ្សព្វផ្សាយតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកផ្សេងស្គាល់អាជីវកម្មរបស់យើងហើយនឹងទទួលស្គាល់ផលិតផលរបស់យើងដែលមានចាហើយទីពិសេសទៀតនឹងខ្ញុំបានស្គាល់មិត្តភ័ក្តិជាច្រើនដែលជាអ្នកមានគំនិតផ្នែកអាជីវកម្មហើយនាងខ្ញុំសូមជួយចែករំលែកអ្វីដែលនាងខ្ញុំបានរៀននៅ We Create នេះដល់អ្នកផ្សេងទៀតដូចជាមិត្តភ័ក្តិនិងអ្នករួមការងារដែលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្មចង់ឲ្យគាត់ចូលរួមនៅ We Create ដើម្បីទទួលបានបទពិសោធន៍និងគំនិតល្អៗពី mentor នៅ We Create និងមិត្តភ័ក្តិដែលចូលរួមដែលជាមានគំនិតអវិជ្ជមានច្រើនចំពោះគ្នាហើយនិងមានគំនិតចែករំលែកទៅគ្នាទៅវិញទៅមកចា៎